Cả cam này con ta ô này của bò về phật sẵn này ôi chui nó có bông ôn bất chỉ ngonเลยbà con tới na cái nó ngó đặc lộc phong và sọ phong và năng kia phong chia tức kia bao sai tức kia sám phôi phong nữaนี่คือជាសកម្មភាពមួយដែលពួកខ្ញុំ3នាក់បងប្អូនបានបើកកណូតពីបាត់ដំបងពីថ្វាងរហូតដល់បាត់ដំបងដើម្បីទៅយកម្ចាស់គ្រូនុតមកលេងនៅយើងទន្លេសាបអ្វីដែលគួរឲ្យភិតភ័យជាងគេនោះបងប្អូនអើយមើលមេឃម៉ៅផងភ្លៀងផងមកហើយមួយថ្ងៃហ្នឹងភ្លៀងចូលមិនតែប្រហែលដងឯងបងប្អូនភ្លៀងរហូតដើម្បីតែផ្លូវនេះត្រង់ក៏ពួកខ្ញុំក៏ប្រណាំងគ្នាលេងទៅប្រណាំងគ្នាលេងផងទៅឥឡូវនេះយើងបានយកលោកប្អូនមករួចអស់ហើយឥឡូវមិនតែមានតែលោកប្អូនទេឥឡូវមានម្ចាស់គ្រូម្ចាស់គ្រូរដ្ឋាម្ចាស់គ្រូម្ចាស់គ្រូទេចិត្តតែភ្លេចឈ្មោះទៅណាអធិស្ឋានផងហ្នឹងហើយឥឡូវនេះយើងមកដល់ចិត្តភូមិពោជិះមកដល់ភូមិពោឥឡូវនេះមេឃកំពុងតែខ្មៅដល់កនេះមិនថាអូបើផលមើលមេឃផលមិននឹងថាតន់មិនតន់ទេឥឡូវនេះកំពុងតែស្រោតដល់កជន់100 100ហើយឥឡូវនេះហើយម្ចាស់គ្រូតៅនិងម្ចាស់គ្រូជីវ៉ាកំពុង20ពួយហើយមើលទឹកមុខដេចគុណមិនថាតន់ធ្វើរងតន់អត់ទេព្រោះមេឃតាបខ្មៅម្លឹងប៉ុន្តែអីទេព្រោះយើងអ្វីដែលជាសំខាន់នោះសពុតភ្លៀងលោកត្រៀមមកផ្លែថ្ងៃហើយឥឡូវនេះយើងបានមកដល់យើងមកទន្លេគេហៅកន្លែងនេះកន្លែងគេហៅថាឈ្មោះកោះក្អែកហ្នឹងមានព្រៃត្រៃមានកោះក្អែកហ្នឹងឡើងឥឡូវនេះបងប្អូនអើយបងប្អូនមកចោះនេះទស្សនភាពជាក់ស្ដែងដែលបងប្អូនបានឃើញដែលខ្ញុំបានថតដែលបងប្អូនបានឃើញហ្នឹងហើយឥឡូវនេះមើលទៅនោះទឹកជាប់នឹងមេឃបងប្អូនអើយទឹកជាប់នឹងមេឃដោយសារតែខែនេះទឹកច្រើនទឹកខែវស្សាអញ្ចឹងដោយសារតែយើងបើកទឹកគ្នាច្រើនអញ្ចឹងមិនអាចចេញកដាលបានតែបងប្អូនដោយសារតែដងកដាលព្រោះខ្យល់មកក៏អាចឲ្យលោកវាយយើងប្រឡាប់បានដែរហ្នឹងហើយឥឡូវនេះបងប្រុសខ្ញុំគេទាញអេកូដើម្បីតាក់ទងទៅបងប្រុសខ្ញុំបាទម្នាក់ទៀតឬក៏ប្អូនខ្ញុំម្នាក់ទៀតពីស្មាច់ទៀតដើម្បីខ្លាយវ័យគ្នាអញ្ចឹងណាមិនមែនទេបងប្អូននិយាយលេងទេហ្នឹងហើយមិនវ័យណាអើយបើកតាមស្ទឹងតាមអីមកអញ្ចឹងមិនបានត្រូវវ័យហ្នឹងហើយនិយាយលេងទេឥឡូវនេះយើងបានមកដល់កន្លែងគេចូលដែកមួយហើយដែលកន្លែងនេះគេសម្រាប់ថាថតរូបថតអីអញ្ចឹងឥឡូវនេះយើងកំពុងតែរៀបចំកន្លែងធ្វើរោងធ្វើអីអញ្ចឹងទៅឥឡូវនេះមេឃធ្វើរោងរួចមេឃភ្លៀងល្មមបងប្អូនមេឃភ្លៀងល្មមហ្នឹងហើយកំពុងតែភ្លៀងនេះសាកដំបូលរោងចង់ដឹងថាលិចតាណាអីកន្លែងណាអីអញ្ចឹងណាអីកន្លែងនេះកំពុងតែរៀងខ្យល់ដែរបងប្អូនរៀងខ្យល់ដែរឥឡូវនេះបងប្រុសខ្ញុំកំពុងតែសន្រេសន្រង់កស៊ូដើម្បីកុំមើលវាសាចទឹកចូលស្មាច់ពិបាកបាយអីចឹងណាកន្លែងនោះអូយ៉ាធានារៀងខ្យល់បន្តិចបងប្អូនអធិស្ឋានហ្នឹងហើយខ្យល់មកបាំងកាមេរ៉ាចិត្តឈឹងភ្លៀងយ៉ាងណាក៏ដោយក៏ខ្ញុំអាចឆ្លៀតថតបានមួយคลิปដើម្បីយកមកកាត់តដើម្បីទុកមើលជាអនុស្សាវរីយ៍ថ្ងៃក្រោយអញ្ចឹងណាអីកន្លែងនេះរៀងខ្យល់ដែរបើតែមិនអីទេមានព្រៃមកជុំវិញមុននឹងធ្វើរោងបោះតង់ហ្នឹងដើម្បីរកកន្លែងបន្ទប់ប្រតេងអីត្រឹមត្រូវដែរហើយយើងនេះចិត្តភ្លឺវិញហើយបងម៉ោង4ជាង7:05ហើយឥឡូវនេះកំពុងតែផ្សំគ្រឿងដើម្បីធ្វើបបរត្រីដើម្បីឲ្យចង្ហាន់លោកពេលព្រឹកប៉ុន្តែកំពុងតែវឹកកោនេះម្ចាស់រដ្ឋាពងវឹកកោម្ចាស់គ្រូតៅជាមួយគ្រូនុតនេះកំពុងតែអង្គុយសឹងមើលជាស្រ័យស្ដាប់គ្រូតៅជាមួយគ្រូនុតកំពុងតែគង់ចាំមើលគ្រូរដ្ឋាកំពុងតែវឹកខ្លាញ់ដើម្បីដាក់គ្រឿងបបរត្រីហើយកន្លែងនេះបងប្រុសខ្ញុំបានកំពុងតែហាន់ដើមខ្ទឹមជាមួយនឹងសៀងជាមួយនឹងគ្រឿងផ្សេងដើម្បីជាផ្សំឲ្យកើតជាបបរមួយឆ្នាំងដោយឈ្ងុយឆ្ងាញ់អញ្ចឹងណាអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូខ្ញុំបាទជួបខ្ញុំបាទនៅវីដេអូក្រោយទៀតអរគុណសូមជម្រាបលាបាយបាយ